តំបន់ភូមិភាគខាងកើតដែលទឹកដីនៃព្រៃកៅស៊ូដ៏ល្វឹងល្វើយនិងពណ៌ក្រហមឆ្អៅនៃដីបាសាន់ទីនេះមិនត្រឹមតែកត់សម្គាល់នៅជ័យជំនះដ៏ល្បីរន្ទឺក្នុងសម័យសង្គ្រាមប៉ុណ្ណោះទេតែនៅពីក្រោយភាពអង្អាចនោះក៏មានចរន្តវប្បធម៌ដ៏វិសេសវិសាលថិតថេរឆ្លងកាត់ការបត់បែននៃប្រវត្តិសាស្ត្រនោះគឺភូមិស្រុករបស់ជនរួមជាតិខ្មែរដំណើរឆ្លងកាត់ភូមិស្រុកខ្មែរនៅភូមិភាគបូព៌ានិងនាំជើងទាំងអស់គ្នាឆ្លងកាត់ការធ្វើដំណើរដ៏ពោរពេញដោយអារម្មណ៍តាំងពីវត្តគិរីសទ្ធារាមណាមសឹងស្រឡាក់ខ្យល់នៅក្បែរមាត់សមុទ្រយំតោជាកន្លែងផ្ញើក្តីរំពឹងផ្លូវចិត្តរបស់កូនចៅចំណាក់ស្រុកទៅដល់វត្តថ្មីជ្រះថ្លាលើជំនឿនៅកណ្ដាលព្រៃកៅស៊ូដ៏ល្វឹងល្វើយត្រឡប់ក្រោយតាមពេលវេលាយើងត្រឡប់ទៅក្រមម្លប់ដើមកប់ស្មក់ស្មាក់ដ៏អមតៈនៃព្រៃល្បាត់យ៉ាងរិះចូលទៅទស្សនាស្តុកកងចាំងដ៏អង្អាចក្បែរបឹងយោទីនឬជ្រកកោនក្រមម្លប់ព្រៃនៃទីតាំងមូលដ្ឋានតាធិប្រវត្តិសាស្ត្រភូមិស្រុកនីមួយៗដែលឆ្លងកាត់គឺជាអាសយដ្ឋានក្រហមដ៏ពិសិដ្ឋជាទីដែលវត្តអារាមនីមួយៗធ្លាប់ជាកន្លែងចម្រុះរបស់បដិវត្តន៍ប្រជាជនម្នាក់ជាយុទ្ធជនស្ម័គ្រស្មាក់ចិត្តមួយថ្លើមមួយហើយដំណើរនោះនឹងនាំយើងទៅសម្រាប់ខ្លួនជាមួយនឹងសម្លេងស្គរឆៃយ៉ាងដកកងរំពងនៅភូមិធំជាសក្ខីភាពបញ្ជាក់ពីចំណងសាមគ្គីភាពដ៏ស្អិតរមួតរបស់បណ្ដាជនជាតិបងប្អូននេះមិនត្រឹមតែជាដំណើរស្វែងរកអនុស្សាវរីយ៍ប៉ុណ្ណោះទេតែជាដំណើរសិក្សាស្វែងយល់និងកត់ត្រានៅភាពរស់រវើកថ្មីជាទីដែលអត្តសញ្ញាណវប្បធម៌ប្រពៃណីលាយឡំជាមួយនឹងបំណងប្រាថ្នាឈានឡើងរបស់ប្រទេសជាតិនាពេលបច្ចុប្បន្នទៀតផងយងតៅក្រុមនៃរលកសមុទ្រនិងចង្វាក់ជីវិតទេសចរដ៏រស់រវើកប៉ុន្តែពុំសូវមានអ្នកណាដឹងថានៅលើកំពូលភ្នំធំដ៏ពិសិដ្ឋដែលស្រឡះខ្យល់នោះមានលំហស្ងប់ស្ងាត់មួយឈ្មោះថាវត្តគិរីសទ្ធារាមណាមសឹងនៅទីនេះប្រលឹងភូមិស្រុករបស់ប្រជាជនខ្មែរនៅតែត្រូវបានរក្សាយ៉ាងពេញលេញដូចជាបុប្ផាមួយតងរីស្រស់បំប្រងកណ្ដាលសមុទ្រឡើយទាំងពីរជើងភ្នំណាំស្ទឹងឬហៅថាភ្នំទិងគីនៃសមុទ្រយងតៅយើងខ្ញុំត្រូវឡើងកម្មចន្ទើបត់បែនទ្របព្រួយកម្មដែលត្រូវបានតុបតែងជារូបសំណាកទេពធីតាសត្វតំណាងនិងចម្លាក់វិសេសវិសាលដែលដិតដាមលក្ខណៈវប្បធម៌ខ្មែរណាំបូកជួបសំណេចសំណាលជាមួយព្រះរាជគុណគួចឋានសត្ថាក្នុងលំហដ៏ស្ងប់ស្ងាត់នៃអារម្មណ៍ថ្មីក្រុមការងារយើងខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថាវត្តនេះត្រូវបានបង្កើតឡើងពី30ឆ្នាំមុនឆ្នាំ1996ដោយសារតម្រូវការជំនឿរបស់ពុទ្ធបរិស័ទភូមិភាគព្រះរាជគុណគួចឋានសត្ថាបានលួចដីរបស់គ្រួសារនៅកាម៉ៅដើម្បីទិញដី 6000 ម៉ែត្រការ៉េនៅលើភ្នំក្នុងគោលបំណងកសាងវត្តនេះចឹងហើយខ្ញុំគណៈអាត្មាភាពក៏សម្លឹងនឹងគិតឃើញថាខ្មែរយើងបើគ្មានវត្តទេគ្មានទីកន្លែងនឹងរក្សាថែនៅទំនៀមទម្លាប់ប្រពៃណីវប្បធម៌អក្សរសាស្ត្ររបស់ជាតិទេចឹងបានអាត្មាខិតខំឡើងមកលើកំពូលភ្នំនេះដើម្បីនឹងរួដីជាវដីដើម្បីកសាងនៅវត្តខ្មែរយើងដូចសប្តាហ៍ថ្ងៃនេះហើយវត្តនឹងសប្តាហ៍ថ្ងៃមានព្រះនាមគិរីសទ្ធារាមវត្តណាមសើងនៅលើចង្កេះភ្នំនេះចាប់ផ្ដើមពីនឹងពុទ្ធបរិស័ទចាត់ទូទៅនៅទីក្រុងបារានឹងផងទីក្រុងយងតៅនឹងផងទីក្រុងបារាផងតុកទៀងchâuផាលំហាយហ្វឹកហាយក៏បានមកនឹងដើម្បីធ្វើបុណ្យធ្វើទានម្ដងមកកាលក្នុងពេលក្នុងមួយឆ្នាំម្ដងអញ្ចឹងណាហើយពុទ្ធបរិស័ទត្រេកអរណាស់សប្បាយណាស់ដែលឃើញថាយើងបានសង់ជាវត្តមួយមានជាទីសក្ការៈជាទីកន្លែងគោរពបូជាជាទីកន្លែងថែរក្សានៅទំនៀមទម្លាប់វប្បធម៌របស់ជាតិយើងពុទ្ធបរិស័ទត្រេកអរនិងសប្បាយណាស់ឆ្លងកាត់អរិយពេល30ឆ្នាំនៃការកសាងវត្តគិរីសទ្ធារាមបានក្លាយជាចំណតរបស់ព្រះសង្ឃពុទ្ធបរិស័ទជាជនជាតិខ្មែរណាំបូនៅពេលដែលមានឱកាសមកដល់សមុទ្រយងតៅបច្ចុប្បន្នព្រះសង្ឃនិងពុទ្ធបរិស័ទចំណុចជើងវត្តគិរីសទ្ធារាមណាំសឹងនៅតែបន្តកសាងសំណង់សំខាន់ៗក្នុងពេលខាងមុខទៀត
ខ្ញុំឡើងវត្តមានកាលចាប់ពីដើមមកលើឆ្នាំ2000បាទខ្ញុំបានឡើងមកវត្តនឹងហើយខ្ញុំរស់ស៊ីនៅស្រុកអូកាប់យងតាវនឹងមករយៈដែរក៏ឃើញបងប្អូនមេមីងពុទ្ធបរិស័ទនៅឡុងហាយនៅវ៉ាឡុងនៅយងតាវអូកាប់ថាគ្រួសារអ្នកខ្មែរនឹងបានច្រើនដែរនៅក្នុងទីក្រុងយងតាវនឹងហើយដែលកែមនគាត់ទៅចូលឆ្នាំថ្មីបានបងប្អូនកកដែលឡើងមកវត្តដែលប្រជុំដែលបងប្អូនទាំងអស់គ្នាហ្នឹងហើយបានវត្តខ្មែរតែមួយលំពូលភ្នំធំហ្នឹងទេនៅរាល់ឱកាសបន្ទានរបស់ជនរួមជាតិខ្មែរមីខ្មែរចំណាក់ស្រុកនៅទីនេះតែងតែជួបជុំគ្នាក្នុងបរិវេណវត្តដើម្បីស្វែងរកប្រភពដើមនៃជាតិខ្លួនបានស្ដាប់ធម្មទេសនារបស់ព្រះសង្ឃបានស្ដាប់ពាក្យទូលមានរបស់ព្រះសង្ឃអំពីសេចក្តីកតញ្ញូចំពោះពុព្វបុរសបានសម្រាប់ខ្លួនចូលក្នុងលំហវប្បធម៌របស់ជាតិជាមួយនឹងល្បែងប្រជាប្រិយដ៏រស់រវើកមានប្រយោជន៍និងត្រឹមត្រូវសម្រាប់យុវជនខ្ញុំក៏បានឡើងមកដល់វត្តនៅយងតាវនេះដែរគេលើកដំបូងដែលអូនបានស្គាល់នៅវត្តនេះគឺថាឡើងមកដល់វត្តបានជួបជុំបងប្អូនពីស្រុកនានាមកបាទឃើញផ្ដល់ឱកាសឲ្យបងប្អូនលេងកម្សាន្តនៅល្បែងជាព្រៃទាំងអស់នេះអូនគឺថាសែនសប្បាយក្រៅពីជាវត្តខ្មែរតែមួយគត់នៅយងតាវវត្តគិរីសត្ថារាមណាមសឹងនៅទាំងបានពុទ្ធបរិស័ទជិតឆ្ងាយចាត់ទុកថាជាវត្តព្រះពុទ្ធសាសនាថេរវាទខ្មែរដែលស្ថិតនៅទីតាំងខ្ពស់បំផុតតំបន់ណាំបូព្រោះស្ថិតនៅលើចង្កេះភ្នំណាមសឹងរបស់យងតាវពេលឡើងដល់វត្តនេះអាចមើលឃើញទិដ្ឋភាពរួមនៃទីក្រុងសមុទ្រយងតាវដែលស័ក្តិសមបំផុតសម្រាប់ការអភិវឌ្ឍទេសចរខាងមនោវិញ្ញាណសិក្សាស្វែងយល់ព្រះពុទ្ធសាសនានៅទីព្រៃភ្នំស្ងាត់ជ្រងំប៉ុន្តែនៅតែមិនខ្វះភាពអ៊ូអរនិងរស់រវើកនៅទីក្រុងសមុទ្រឡើយដូចជាពុទ្ធបរិស័ទដឹងស្រាប់ហើយតំបន់បារាយមតាវនឹងជាតំបន់ទេសចរយ៉ាងឆ្នើមណាស់ធំណាស់នៅតំបន់បារាយមតាវនេះហើយព្រមនៅក្នុងនឹងដែរវត្តខ្មែរយើងវាដេកនៅកណ្ដាលទីក្រុងរបស់បារាយវងតាវនេះចឹងហើយអាត្មាក៏ខិតខំកសាងវត្តយើងជាទីកន្លែងមួយជាមជ្ឈមណ្ឌលមួយរបស់ខ្មែរជាទីកន្លែងឲ្យពុទ្ធបរិស័ទចាត់ទៅមកគេមកទេសចរនៅលើវត្តយើងមានភាពព្រមទុំហងរីករាយសប្បាយផងហើយនឹងធ្វើឲ្យទីក្រុងវងតាវនោះមានសម្បូរបែបអំពីវត្តវៀតណាមផងវត្តខ្មែរផងហើយនឹងលក្ខណៈវប្បធម៌នីមួយដើម្បីនឹងអោយទីក្រុងវងតាវនឹងទីក្រុងហូជីមិញយើងមួយថ្ងៃមួយសម្បូរបែបនៅក្នុងពុទ្ធសាសនាតាមរយៈការជួបសំណេកសំណាលជាមួយព្រះរាជប្រគុណគាត់ឋានសត្ថាយើងខ្ញុំបានដឹងថានៅឃុំឡុងហៃទីក្រុងហូជីមិញមានភូមិស្រុកមួយរបស់ជនរួមជាតិខ្មែរដែលបានផ្សារភ្ជាប់រាប់សិបឆ្នាំមកហើយជាមួយរបបនេសាទសមុទ្រចាក់ចេញពីវត្តគិរីសត្ថារាមយើងខ្ញុំត្រូវបានព្រះរាជគុណគាត់ឋានសត្ថានាំទៅកាន់ភូមិស្រុករបស់មីមីងខ្មែរនៅឃុំឡុងហៃទីនេះមានមីមីងខ្មែរជា120គ្រួសារមកពីបណ្ដាខេត្តភូមិភាគខាងលិចដើម្បីកសាងអាជីពមីមីងរស់នៅប្រកបមុខរបរនេសាទសមុទ្រស៊ីឈ្នួលនិងលក់ដូរតូចតាចở dưới mình thì nó hoàn cảnh khó khăn hơn ở đây នៅឯស្រុកយើងគឺមានស្ថានភាពលំបាកជាងនៅទីនេះនៅទីនេះពេលព្រឹកស្រីយើងយួរកំបាត់ទៅវគ្គមុខក៏បានលុយឬក៏ទៅធ្វើមុខក៏បានចំណែកប្រុសគឺទៅសមុទ្ររួចអូសទូបូមអណ្ដូងត្រីគឺសុទ្ធតែបានលុយទាំងអស់ប្រុសគឺទៅសមុទ្រចំណែកស្រីទៅធ្វើការរោងចក្រខ្លះធ្វើមើលខ្លះព្រឹកប្រហែលម៉ោង5យើងទៅរួចល្ងាចប្រហែលម៉ោង4គឺយើងមកវិញអ្នកណាធ្វើលឿនគឺបានលុយច្រើនចំណែកអ្នកណាធ្វើយឺតគឺបានលុយតិចមួយថ្ងៃបាន200-300ដែរពិសេសដោយសារតម្រូវការជំនឿរបស់មីមីងឆ្នាំ2000សហគមន៍មីមីងខ្មែរនៅទីនេះបានសុំការអនុញ្ញាតពីភូមិភាគសាងសង់សាលាទៀនដើម្បីមីមីងមានកន្លែងសម្រាប់ធ្វើសកម្មភាពសហគមន៍ប្រឌប់សាសនានិយមកិច្ចខ្ញុំមកមិនបងthìចាប់អារម្មណ៍មកលេងមិនបងក៏ធ្វើកូនthìចាប់អារម្មណ៍ថាចង់ឃើញតាឡើងនេះខ្មែរច្រើនមកមិនមែនស្មាគមក៏មានខ្មែរក៏មានគិតថារឿងស្រាប្រានស្រាអេ
ហើយបានខ្ញុំទៅចាប់ផ្ដើមខ្ញុំបង្កើតឡើងខ្ញុំដែលកសនាហើយដល់ហើយតុកតាបន្ថែមnữaគីមវៀងគីមវៀងគាត់បានទឹកឯកភេទឲ្យខ្ញុំហើយបានខ្ញុំlàឃើញដល់ជុំឲ្យឯកភេទគ្នាមកគ្នាមកគណៈកម្មការទាំងអស់មិន10 3-10នាក់ទូចបំផាត់នោះលោកតាហ្នឹងទូចបំផាត់ឲ្យយកទូចធំបំផាត់នោះthìខ្ញុំឲ្យទៅហើយដល់ហើយទៅចន្ទាបើកណំគៀងកោពុទ្ធបរិស័ទបានសុំច្បាប់រដ្ឋាភិបាលក្នុងភូមិស្រុកហ្នឹងឲ្យខ្ញុំធ្វើសមាគមខ្មែរមានសាលាទៀនមានមីងខ្មែរក៏មានកន្លែងប្រតិបត្តិជំនឿរៀងរាល់ថ្ងៃសិលនិងថ្ងៃខែដាច់ជារៀងរាល់ខែដែរព្រមទាំងនេះក៏ជាកន្លែងដែលចាក់ទុំតែងតែទូលមានកូនចៅឲ្យស្គាល់ពីទំនៀមទម្លាប់របស់ជាតិខ្លួនពីដើមម៉ែខ្មែរបងប្អូនខ្មែរមកឡើយមកចំណេញរ៉ូស៊ីហ្នឹងទូរបរធ្វើរាល់ថ្ងៃទូស្មាត់រ៉ូស៊ីការរបរស្មាត់ទូតាមកប៉ាល់ໄວใจឲ្យគេដល់ពីដើមហ្នឹងត្រូវមានស្រាទៀនហើយវត្តហ្នឹងឆ្ងាយពីកន្លែងហ្នឹងបងប្អូនទូវត្តឆ្ងាយយកទូស្រុកមិនបានទូស្រុកនៅនឹងរ៉ូស៊ីហ្នឹងឆ្ងាយពីស្រុកបានកសាងបានស្រាទៀនហ្នឹងបងប្អូនគេរួបរวมមកខែបានទៀនប្រមូលគ្នាមកខែដួនតាឲ្យចូលឆ្នាំមកប្រមូលគ្នាមកធ្វើមិនលែងនឹងបងប្អូនរ៉ូស៊ីបានទៅស្រុកហ្នឹងមកប្រមូលគ្នាមកលែងនឹងស្រុកដល់ពេលនោះរហូតមកដល់សពថ្ងៃហ្នឹងចូលសាលាទៀនnày nó có một cái ý nghĩa chỗ này វាមានអត្ថន័យមួយទៀតសម្រាប់មីមីយើងគឺនៅទីនេះមីមីដែលនៅផ្ទះជួលគ្មានផ្ទះសម្បែងមានអ្នកណាម្នាក់ស្លាប់គឺគេប្រាប់ឲ្យយើងដឹងយើងសម្អាតឲ្យគេធ្វើបុណ្យនៅទីនេះរួចយកទៅបូជាកណ្ដាលលំហខ្យល់បក់នៃសមុទ្រខាងកើតសំឡេងភ្លេងពិណពាទ្យដកកងរំពងបានបន្លឺឡើងហាក់ដូចជាលុបបំបាត់គម្លាតភូមិសាស្ត្រនៅទីនេះវប្បធម៌ខ្មែរមិនបាននៅដាច់ដោយឡែកឡើយតែបានលីឡំផ្លាស់ប្ដូរជាមួយសហគមន៍នៃបណ្ដាជនជាតិជាបងប្អូនផងទៀតទោះបីរស់នៅកណ្ដាលទីក្រុងដ៏អ៊ូអរប៉ុន្តែកូនចៅខ្មែរនៅលង្ហៃនិងយងតោងនៅតែរក្សាបានព្រលឹងនៃប្រជាជាតិខ្លួនក្រោមដំបូលវត្តគិរីសទ្ធារាមនិងសាលាទៀនដកសាំងនោះហើយគឺជាកម្លាំងនៃអត្តសញ្ញាណគឺជាបង្អែកដើម្បីពួកគាត់ឈរជើងយ៉ាងរឹងមាំឈានទៅមុខកាន់តែឆ្ងាយនៅលើវិថីសមាហរណកម្ម